បងប្អូនសម្រាប់បងប្អូនដែលមានបញ្ហាទៅនឹងម៉ូទ័រឡុកបាទម៉ូទ័រឡុកទៅនឹងឡុកទ្វារ4ហើយនៅក្រោយមួយទៀត5បាទអញ្ចឹងបើសិនជាទ្វារណាមួយខ្សោយបាទយើងឡុកទៅវាអត់បានទេអញ្ចឹងវាបើកបានទេណាអញ្ចឹងបងប្អូនត្រូវមើលថាឡុកបងប្អូនណាមួយខ្សោយបាទបើឡុកខ្សោយយើងឡុកអត់ជាប់ទេអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរនៅឡុកថ្មីអញ្ចឹងបងប្អូនមានបញ្ហាបែបនេះអាចមករកនៅទីតាំងខ្ញុំបានយើងអាចបាទជួសជុលឬក៏ផ្លាស់ប្ដូរនៅដុំឡុកថ្មីតែម្ដងបាទអញ្ចឹងបងប្អូនមានបញ្ហាអាចមករកបានអរគុណសម្រាប់ព្រោះនេះគឺបាទបញ្ហាឡុកមួយរៀងនេះ3គ្រាប់កណ្ដោះហើយនៅក្រោយបាទយើងឡុកបានតែសម្រាប់មួយគ្រាប់នេះខ្សោយមែនតើបាទឡុកអត់ជាប់បាទអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរនៅដុំឡុកមួយគ្រាប់ជូនបងប្រុសអញ្ចឹងបងប្អូនមានតម្រូវការបញ្ហាបែបនេះអាចមករកបានអរគុណ